នាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលនៅថ្ងៃទី27ខែតុលាឆ្នាំ2025បានទទួលស្គាល់ថាមានប្រជាពលរដ្ឋថៃពិតជាបានបំពេញចូលទៅក្នុងទឹកដីកម្ពុជានៅតំបន់ភូមិជោគជ័យនិងព្រៃច័ន្ទក្នុងខេត្តបន្ទាយមានជ័យជាការទទួលស្គាល់ដ៏កម្រមួយដែលអាចបើកផ្លូវឆ្ពោះទៅរកការបញ្ចប់ចំនួនព្រំដែននៅក្នុងភូមិទាំងពីរយោងតាមកាសែតថៃខៅសូតលោកអនុទានបាននិយាយថាមានផ្នែកខ្លះនៃទឹកដីថៃដែលកម្ពុជាបានកាន់កាប់និងផ្នែកខ្លះនៃទឹកដីកម្ពុជាដែលថៃបានកាន់កាប់លោកបន្តថាយើងត្រូវតែផ្ដល់ភាពយុត្តិធម៌ទៅដល់ភាគីទាំងពីរប្រសិនបើប្រជាជនថៃត្រូវបានរកឃើញថាកាន់កាប់ទឹកដីកម្ពុជាយើងត្រូវតែប្រគល់ដីទៅកម្ពុជាវិញហើយរដ្ឋាភិបាលថៃត្រូវតែរកផ្ទះថ្មីឲ្យប្រជាពលរដ្ឋរបស់ខ្លួនលោកអនុទានបានបន្ថែមថាគោលការណ៍ដូចគ្នានេះនឹងត្រូវអនុវត្តចំពោះអ្នកភូមិកម្ពុជាដែលបានបំពានទៅលើទឹកដីថៃដែលនឹងកាត់បន្ថយភាពតានតឹងនិងជួយស្ដារទំនាក់ទំនងការទូតឡើងវិញកម្ពុជានិងថៃបានទម្លាក់ទំនាក់ទំនងការទូតមកត្រឹមលេខាធិការទី2បន្ទាប់ពីបានកោះហៅឯកអគ្គរដ្ឋទូតត្រឡប់ចូលប្រទេសវិញរៀងខ្លួនមុនការផ្ទុះអាវុធកាលពីខែកក្កដាឆ្នាំ2025ការលើកឡើងរបស់លោកអនុទានគឺស្របគ្នាទៅនឹងការយល់ឃើញរបស់អ្នកជំនាញផ្នែកច្បាប់លោកសុកសំអឿនលោកសុកសំអឿនបាននិយាយថាប្រសិនបើផែនទី1លើ200,000កំណត់ថាភូមិទាំងពីរស្ថិតនៅក្នុងទឹកដីកម្ពុជាថៃត្រូវប្រគល់ភូមិទាំងពីរមកកម្ពុជាហើយបើរកឃើញថាស្ថិតនៅក្នុងទឹកដីថៃកម្ពុជាត្រូវប្រគល់ឲ្យថៃលោកបន្ថែមថាករណីនេះអាចមានទីតាំងផ្សេងទៀតក្រៅពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទទោះយ៉ាងណាការទទួលស្គាល់របស់នាយករដ្ឋមន្ត្រីថៃមិនបានបញ្ឈប់សកម្មភាពឈូសឆាយដីខ្មែរដោយយោធាថៃនោះទេជាក់ស្ដែងមួយថ្ងៃប៉ុណ្ណោះក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពូទីហ៊ានថៃបានចាប់ផ្ដើមឈូសឆាយដីចម្ការខ្មែរនៅភូមិជោគជ័យបន្ទាប់ពីបានប្រគល់ដីខ្មែរនៅភូមិព្រៃច័ន្ទចំនួន5ហិកតាទៅឲ្យប្រជាជនរបស់ខ្លួនខ្ញុំរស់សុធាពី News Today NTTV